សាយសង្គ្រោះកូនង៉ែតនៅជាយបឹងធំមួយមានទន្សាយម្នាក់ឈ្មោះលីលាជាទន្សាយដែលចូលចិត្តរត់លេងនៅលើវាលស្មៅនិងលោតលេងលើដើមឈើថ្ងៃមួយពេលលីលាកំពុងដើរលេងតាមមាត់បឹងគាត់បានឮសំឡេងកូនស្រែកយំគាត់ក៏រត់ទៅមើលឃើញកូនង៉ែតដែលលិចលង់នៅក្នុងទឹកបឹងពេលនោះកូនង៉ែតយំស្រែកអូខ្ញុំជាប់ហើយជួយខ្ញុំផងកូនង៉ែតស្រែកលីលាមិនស្ទាក់ស្ទើរគាត់ហើរចូលក្នុងទឹកហើយប្រើជើងរបស់ខ្លួនទាញកូនង៉ែតចេញពីច្រកទឹកលិចកូនង៉ែតឈឺក្បាលបន្តិចប៉ុន្តែសុខសាន្តវិញហើយដែលង៉ែតបានមកដល់និងអរគុណលីលាជាខ្លាំងសូមអរគុណដែលបានជួយកូនខ្ញុំលីលាចំអកហើយថាមិត្តភក្តិគួរជួយគ្នាទេចាប់ពីថ្ងៃនោះមកទន្សាយនិងង៉ែតក្លាយជាមិត្តជិតស្និទ្ធដែលតែងតែលេងសប្បាយលើវាលស្មៅជាមួយគ្នាលីលាបានយល់ថាការជួយដល់អ្នកដទៃនឹងធ្វើឲ្យមិត្តភក្តិ